ថ្ងៃនេះចង់ញ៉ាំសាឡាត់ត្រីធូណាម្ដងហើយសាឡាត់ហ្នឹងអត់មាននៅណាឆ្ងាយទេគឺទៅបេះសាឡាត់តែដាំថ្ងៃមុននឹងឯងបងប្អូនគឺអត់សូវធំទេប៉ុន្តែគឺយើងអាចបេះបានដោយសារតែយើងតុងតិចទៀតគឺកាន់តែចាស់ទៅគឺយើងបេះយកមកធ្វើសាឡាត់បែបនេះបងប្អូនហើយឆ្ងាញ់មែនតើបងប្អូនណាខ្លះដែលចូលចិត្តសាឡាត់បែបនេះហើយខ្ញុំនឹងបង្ហាញពីរបៀបធ្វើទឹកស៊ុសបែបងាយៗរបស់ខ្ញុំផងដែរផ្អែមច្រើនពេកឥឡូវចង់ញ៉ាំសាឡាត់ម្ដងឥឡូវមកមើលពីរបៀបធ្វើជាដំបូងគឺខ្ញុំត្រូវការស្ងោរពងមាន់មុនចំពោះពងមាន់ដាក់3គ្រាប់ក៏បាន4គ្រាប់ក៏បានតាមការចូលចិត្តមុននឹងធ្វើគឺយើងមកបេះសាឡាត់សិនបងប្អូនហើយសាឡាត់នេះគឺដាំថ្ងៃមុននឹងឯងហើយមានតូចមានធំដែលដាំចិត្តគ្នាពេកគឺដាំរៀងតូចបងប្អូននៅក្នុងថូហ្នឹងហើយសាឡាត់ពីរដើមនេះគឺរៀងធំដោយសារតែមានតែពីរដើមក្នុងមួយថូអញ្ចឹងទៅគឺធំលឿនជាងគេខ្ញុំបេះតែមេឃខាងក្រោមទេដើម្បីទុកឲ្យសាឡាត់ហ្នឹងធំតទៀតបងប្អូនឥឡូវយើងបេះតែមកល្មមទៅហើយយើងយកលាងទឹកឲ្យស្អាតសិនណាបងប្អូនហើយពងមាន់នេះក៏ឆ្អិនល្មមផងដែរត្រង់ពងមាន់ទុកឲ្យត្រជាក់សិនទៅបន្ទាប់មកចាំយើងបកហើយនេះគឺជាសាឡាត់ដែលយើងលាងហើយបងប្អូនឥឡូវខ្ញុំយកមកហាន់យើងមិនបាច់ហាន់ធំពេកទេហាន់តូចល្មមទៅគឺងាយស្រួលញ៉ាំបងប្អូនមិនបាច់ហាន់ក៏បានឬក៏បេះដាក់ក៏បានដែរសាឡាត់ទៅបងប្អូនគឺងាយស្រួលទេចាឥឡូវយើងហាន់រួចរាល់ហើយយើងមកហាន់ពងទាវិញម្ដងពងមាន់បងប្អូនពងមាន់ដែលយើងស្ងោរមិញហ្នឹងចង់ដាក់3គ្រាប់ក៏បាន4គ្រាប់ក៏បានតាមការចូលចិត្តអញ្ចឹងណាហើយយើងមានពោតបន្តិចផងដែរហើយនឹងស្ពៃក្តៅពណ៌ស្វាយបងប្អូននេះគឺពេញប៉ោះតូចគឺខ្ញុំបានហាន់ហើយមានការ៉ុតបន្តិចផងដែរបន្ទាប់មកមានត្រីធូណាហ្នឹងមួយកំប៉ុងតូចចាឥឡូវយើងចាប់ផ្ដើមបើកត្រីធូណាចំពោះត្រីធូណាហ្នឹងគឺយើងយកទឹកចេញទៅបងប្អូនហើយចំពោះត្រីនេះគឺត្រីធម្មជាតិបងប្អូនគឺអត់មានដាក់គ្រឿងអីទាំងអស់រសជាតិវាគឺរៀងប្រៃតិចត្រីនេះភាគច្រើនគឺយើងយកបុកទឹកគ្រឿងក៏បានឬក៏ធ្វើសាឡាត់ក៏បានដែរបងប្អូនគឺឆ្ងាញ់ដូចគ្នាឲ្យតែបងប្អូនចូលចិត្តត្រីចាឥឡូវយើងចាប់ផ្ដើមរៀបសាឡាត់យើងដាក់នៅក្នុងចានរៀងធំតិចមកដើម្បីងាយស្រួលលាយហើយចំពោះសាឡាត់នេះផងដែរបងប្អូនដាក់តាមការចូលចិត្តទៅខ្ញុំតម្រៀបដើម្បីឲ្យមានម៉ូតស្អាតអញ្ចឹងណាបងប្អូនខ្ញុំតម្រៀបការ៉ុតបន្តិចចាហើយនឹងស្ពៃក្តោបស្វាយនឹងបន្តិចផងដែរបន្ទាប់មកយើងដាក់ពោតដាក់អីចឹងទៅណាបងប្អូនតាមពិតបងប្អូនមិនបាច់រៀបដូចខ្ញុំនឹងក៏បានដែរដោយសារតែខ្ញុំចង់មានម៉ូតស្អាតចឹងទៅសាឡាត់នេះមិនត្រឹមតែដាក់បន្លែសាច់ប៉ុណ្ណឹងទេបងប្អូនអាចថែមសាច់ទ្រូងមាន់ក៏បានឬក៏ផ្លែបឺរថែមទៀតក៏បានដែរបងប្អូនកាន់តែឆ្ងាញ់ឲ្យតែបងប្អូនចូលចិត្តណានិយាយរួមទៅដាក់បន្លែតាមបងប្អូនចូលចិត្តដូចជាត្រសក់អីជាដើមបើមានបងប្អូនដាក់ទៅបើសិនជាចូលចិត្តចំពោះខ្ញុំគឺមានតែបន្លែប៉ុណ្ណឹងទេអញ្ចឹងគឺខ្ញុំធ្វើប៉ុណ្ណឹងតែម្ដងទៅឥឡូវនេះសាឡាត់យើងគឺបានរៀបចំរួចរាល់ហើយយើងមកលាយទឹកស៊ុសវិញម្ដងចំពោះការធ្វើទឹកសាឡាត់នេះគឺខ្ញុំគ្រាន់តែមានម៉ាយ៉ូណេសបងប្អូនបើសិនជាមានមូតាតបងប្អូនចេះញ៉ាំមូតាតប្រើមូតាតក៏បានដែរហើយខ្ញុំថែមម្រេចអំបិលបន្តិចបងប្អូនបន្ទាប់មកខ្ញុំចាក់ប្រេងអូលីវរាងច្រើនបន្តិចដែរចាហើយខ្ញុំមានទឹកខ្មេះត្រពាំងបាយជូរបងប្អូនអាចប្រើក្រូចឆ្មាចំនួនក៏បានដែរបើសិនជាអត់មានទឹកខ្មេះដោយសារតែខ្ញុំមានទឹកខ្មេះហ្នឹងទិញមកមួយដបហ្នឹងគឺប្រើអត់ងាយអស់ទេបងប្អូនហើយទឹកខ្មេះហ្នឹងក៏ធូរថ្លៃដែរនៅហ្នឹងបងប្អូនគឺអត់ថ្លៃទេសម្រាប់ធ្វើសាឡាត់ធ្វើអីអញ្ចឹងណាចាហើយបើសិនជាបងប្អូនចូលចិត្តរៀងរសជាតិផ្អែមតិចបងប្អូនអាចថែមស្ករបន្តិចក៏បានដែរតែខ្ញុំអត់ថែមអីទេបងប្អូនព្រោះថាម៉ាយ៉ូណេសយើងគឺមានរសជាតិផ្អែមប្រៃតិចស្រាប់ហើយនៅក្នុងហ្នឹងណាយើងគ្រាន់តែថែមអំបិលបន្តិចមកហើយកូរឲ្យបានសព្វចឹងមកយកមកស្រោចលើសាឡាត់យើងទៅបងប្អូនចំពោះទឹកខ្មេះមិញហ្នឹងគឺខ្ញុំប្រើតែមួយស្លាបព្រាបាយទេចាបើសិនជាបងប្អូនចង់ជូរចង់មិនសូវជូរអីថែមថយតាមការចូលចិត្តទៅអាស្រ័យលើយើងចូលចិត្តទេបងប្អូនចាឥឡូវយើងបានស្រូបហើយរួចរាល់ហើយផងដែរបន្ទាប់មកយើងច្បល់ទៅឲ្យបានសព្វបងប្អូនខ្ញុំចូលចិត្តហាន់បន្លែរាងតូចអញ្ចឹងដើម្បីឲ្យងាយស្រួលញ៉ាំបើសិនជាបងប្អូនចូលចិត្តហាន់បែបណាក៏តាមការចូលចិត្តរបស់បងប្អូនដែរចាឥឡូវយើងច្បល់សាឡាត់យើងបានសព្វល្អហើយយើងតម្រៀបពងមាន់យើងពីលើអញ្ចឹងមកដើម្បីឲ្យមានសោភ័ណភាពហ្នឹងកាន់តែស្រស់ស្អាតបើយើងច្បល់ជាមួយនឹងពងមាន់មុនណាបងប្អូនគឺពងមាន់យើងនឹងខ្ទេចអស់ហើយអញ្ចឹងគឺយើងតម្រៀបពីលើបែបហ្នឹងគឺស្អាតជាងហើយយើងអាចស្រូបទឹកសាឡាត់ថែមតិចតួចទៀតបានពីខាងលើចំពោះទឹកសាឡាត់ហ្នឹងគឺអត់ប្រៃខ្លាំងទេគឺប្រៃល្មមតិចទេនិយាយទៅយករសជាតិដែលយើងចូលចិត្តទៅបងប្អូនអត់មានអីពិបាកសោះតែម្ដងតែប៉ុណ្ណេះយើងបានសាឡាត់មួយចានយ៉ាងឆ្ងាញ់ពិសាផងដែរបងប្អូនហើយសម្រាប់បងប្អូនដែលចូលចិត្តសាឡាត់គឺត្រូវណាស់គឺខ្ញុំឧស្សាហ៍ធ្វើញ៉ាំដែរបងប្អូនណា